បឹងគឺជាប្រភពនៃជំរកមច្ឆជាតិទូទៅរួមទាំងសត្វដែលរស់នៅក្នុងទឹកផងដែរប៉ុន្តែបឹងទាំងអស់មិនប្រកាសថាមានសុវត្ថិភាពនោះទេនៅក្នុងវីដេអូនេះយើងស្វែងយល់អំពីបឹងទាំង10ដែលមានគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកទី10បឹង Dempsey បឹងនេះគឺមានទីតាំងនៅក្នុងប្រទេសអ៊ីស្រាអែលនិងសង្ដានេហេតុផលដែលបង្កឲ្យមានគ្រោះថ្នាក់នេះដោយសារតែបឹងនេះគឺមានជាតិអំបិលរហូតដល់ 34% ដែលខ្ពស់ជាងសមុទ្រ10ដងឯណោះហើយបើសិនជាករណីយើងលេបទឹកនោះចូលក្នុងមាត់វាអាចបង្កឲ្យយើងពិបាកក្នុងការដកដង្ហើមនិងឈានដល់ការអស់ដង្ហើមភ្លាមៗផងដែរទី9បឹង Titicaca បឹងនោះមានរយៈកម្ពស់នៃទឹកគឺខ្ពស់មែនទែនដោយសារតែវាស្ថិតនៅលើភ្នំបឹងនេះគឺមានកម្ពស់ប្រមាណជា 3812 ម៉ែត្រឯណោះដែលបង្កឲ្យមានការខ្វះខាតអុកស៊ីសែនក្នុងការដកដង្ហើមសម្រាប់ប្រជាជនដែលនៅក្នុងទីនោះមិនមានជាបញ្ហាអ្វីនោះទេដោយសារតែពួកគេអាចសម្របខ្លួនបានប៉ុន្តែសម្រាប់ភ្ញៀវទេសចរវិញបើសិនជាមកលេងដំបូងអាចនឹងមានបញ្ហាដូចជាវិលមុខចង់ក្អួតទាំងអស់នេះគឺការឡើងពីការខ្វះអុកស៊ីសែនហើយបឹងនេះគឺមានទីតាំងនៅប្រទេសប៉េរូនិងបូរីវ៉ាទី8បឹង Menun បឹងនេះគឺមានទីតាំងនៅប្រទេសកាមេរូនតាមហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នោះគឺដោយសារតែបឹងនេះផ្ទុកទៅដោយកាបូនឌីអុកស៊ីតនៅក្នុងឆ្នាំ1984មានមនុស្ស37នាក់បានស្លាប់ដោយសារតែមានការផ្ទុះឡើងនៃឧស្ម័នកាបូនឌីអុកស៊ីតនេះទី7បឹង Michigan បឹងនេះគឺមានទីតាំងនៅសហរដ្ឋអាមេរិកអាចថាវាជាដៃសមុទ្រក៏ថាបានដែរដោយសារតែវាមានសន្តានស្តៀងនឹងសមុទ្រទាំងកាត់សមុទ្រនេះគឺមានរលកកម្ពស់ប្រមាណជា6ម៉ែត្រនិងខ្យល់បក់យ៉ាងខ្លាំងជារៀងរាល់ឆ្នាំមនុស្សលិចទូកនិងស្លាប់ដោយសាររលកនេះឯងទី6បឹង Boiling វាគឺជាបឹងប្រភេទទឹកពុះដោយសារតែវាមានទីតាំងនៅលើផ្ទៃភ្នំភ្លើងតាមការប៉ាន់ស្មាននៃកម្ដៅទឹកបឹងនេះគឺមានកម្ដៅរហូតដល់92អង្សាសេដែលអាចធ្វើឲ្យស្បែកយើងរលាកក្នុងកម្រិតទី3ក្នុងពេលតែ2វិនាទីតែប៉ុណ្ណោះទី5បឹង Horseshoe សារធាតុនៅក្នុងទឹកបឹងនេះគឺមាន Cyanobacteria ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់បើសិនជាផឹកទឹកនេះវាអាចបង្កឲ្យមានការខូចថ្លើមនិងស្លាប់ផងដែរទី4បឹង Neutronបឹងគឺមានសារធាតុគីមីជាច្រើនរួមមានសូដ្រូមកាបូណាតនិងសារធាតុដែកផងដែរដែលបង្កឲ្យទឹកនេះមានពណ៌ក្រហមបើសិនជាសត្វដែលធ្លាក់ចូលក្នុងបឹងនេះមិនយូរមិនឆាប់វានឹងបង្កឲ្យមានការរលាកបន្ទាប់មកវានឹងប្រតិកម្មធ្វើឲ្យសត្វទាំងនោះស្លាប់ភ្លាមហើយបើសិនជាទឹកទាំងនោះប៉ះមកលើស្បែកយើងវិញវានឹងបង្កឲ្យខ្លាចជាការរលាកនិងកន្ទួលលើស្បែកជាក់ជាមិនខានទី3បឹង Karachay បឹងនេះគឺមានទីតាំងនៅប្រទេសរុស្ស៊ីដើមហេតុនៃការគ្រោះថ្នាក់នោះគឺដោយសារតែបឹងនេះផ្ទុកនៅសារធាតុឬក៏កាកសំណល់វិទ្យុសកម្មជាច្រើនបើសិនជាយើងនៅជិតបឹងនេះប្រហែលជា1ម៉ោងយើងនឹងទទួលសារធាតុវិទ្យុសកម្មនោះដែលបង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់យើងបើធ្ងន់ធ្ងរអាចបណ្ដាលឲ្យស្លាប់បានទី2បឹង Kivu បឹងនេះគឺមានផ្ទុកនៅកាបូនឌីអុកស៊ីតនិងមេតាននៅខាងក្រោមហើយវាមានទីតាំងនៅជិតភ្នំភ្លើងបើសិនជាករណីមានការរញ្ជួយដីឬក៏មានករណីការផ្ទុះភ្នំភ្លើងវានឹងបណ្ដាលឲ្យមានមនុស្សស្លាប់និងសត្វស្លាប់ជាច្រើនទី1បឹង Niles បឹងនេះគឺស្ថិតនៅក្នុងប្រទេសកាមេរូនបឹងនេះក៏មានផ្ទុកនៅកាបូនឌីអុកស៊ីតផងដែរនៅក្រោមទឹកនៅក្នុងឆ្នាំ1986មនុស្សប្រមាណជា1700នាក់បានស្លាប់ក្នុងតែមួយយប់តែប៉ុណ្ណោះដោយសារការអស់អុកស៊ីសែនកើតឡើងពីការផ្ទុះយ៉ាងខ្លាំងអំពីកាបូនឌីអុកស៊ីតហើយហូរចូលចុះមកលើដីស្តៀងនឹងទឹកជំនន់វីដេអូប្រមាណជា3នាទីដែលនិយាយអំពីបឹងដែលគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកទាំង10នេះក៏ដល់ទីបញ្ចប់បើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like share និង subscribe អ្នកមួយផងអរគុណសម្រាប់ការទស្សនា Thank you for watching